hai មានបងប្អូនណាខ្លះដែលធ្លាប់ហូបលក់មួយនឹងអ្នកនរគ្នាបាទអាហ្នឹងគេហៅលក់ខ្នាយអ្នកនរគ្នាបាទហើយខ្ញុំគឺថាទៅស្គាល់លើដែរទេបងប្អូនហើយបាទខ្ញុំនៅស្រុកនេះគឺថាមានម្ហូបអីប្លែកៗនិយាយទៅរបស់ប្លែកៗច្រើននៅស្រុកនេះអ្នកនរគ្នាប្រាប់លក់ខ្នាយដែរគេថាជាលក់ដែលខ្ញុំចូលចិត្តអ្នកនរគ្នាបាទខ្ញុំទៅស្គាល់ហើយទៅចេះហូបទេប៉ុន្តែខ្ញុំចូលចិត្តអ្នកនរគ្នាបាទរសជាតិរបស់វាគឺឆ្ងាញ់គឺប្រភេទយើងលក់យើងហូបជាមួយនឹងបុកត្រីឆ្អើហើយស្វាយខ្ចីអ្នកនរគ្នាបាទនិយាយទៅគឺថាឆ្ងាញ់យកទៅណាមអស់អ្នកនរគ្នាហើយតំបន់ដែលយើងទៅបេះនេះដែរគឺគេហៅថាដីក្រហមអ្នកនរគ្នាបាទហើយដីហ្នឹងគឺថាដីក្រហមមែនព្រោះនេះបាទជិះទៅតាមផ្លូវគឺថាដីក្រហមគេដាំដំណាំអញ្ចឹងណាបាទមានច្រើនមានកៅស៊ូមានចន្ទីមានត្រេនមានអីអញ្ចឹងណាអ្នកនរគ្នាបាទសិតតែចង្ការគេអ្នកនរគ្នាបាទឡើយនេះគឺថាយើងបានមកដល់កន្លែងលក់ខ្នាយឯអ្នកនរគ្នាបាទនិយាយថាដុសល្អណាស់អ្នកនរគ្នាបាទនិយាយទៅថាខ្ចីលក់តែម្ដងអ្នកនរគ្នាសម្រាប់លក់ខ្នាយនេះគឺថាមិនថត់ជាលើកទី1ទេបាទគឺខ្ញុំធ្លាប់ថតលក់ខ្នាយនេះគឺថាច្រើនដែរហើយអ្នកនរគ្នាបាទតែថ្ងៃនេះគឺថាដោយសារតែចង់ហូបផងអីផងអញ្ចឹងណាបាទអញ្ចឹងគឺថាឆ្លៀតថតវីដេអូផងអីផងអញ្ចឹងណាមួយទៀតគឺយើងទៅរកផ្សិតជើងដំរីអ្នកនរគ្នាបាទគាត់ថាផ្លូវទៅជាមួយគ្នាអញ្ចឹងណាបាទហើយលក់ខ្នាយគឺថានៅហួសកន្លែងដែលយើងរកផ្សិតជើងដំរីអញ្ចឹងហើយគឺថាយើងហួសទៅកាច់លក់ខ្នាយមុនហើយបានយើងទៅរកផ្សិតជើងដំរីតាមក្រោយអ្នកនរគ្នាបាទនិយាយទៅថានៅនេះគឺថាផ្លេកច្រើនបាទគឺសំបីតែផ្សិតអីហ្នឹងគឺថាមានសម្បូរណាបងប្អូនហើយបាទនៅខ្ញុំគឺអត់សូវមានអីដែលផ្លេកហើយនៅនេះគឺថាតាំងពីចេះថតវីដេអូមកនិយាយថាមានអីផ្លេកច្រើនណាស់អ្នកនរគ្នាហើយយើងបេះយកតែអាណាខ្ចីទេអ្នកនរគ្នាបាទហើយសម្រាប់លក់ហ្នឹងគឺបើថាចង់ឆ្ងាញ់អាណាឆ្ងាញ់គឺយើងបេះអាណាវាអត់ទាន់រីកខ្លាំងគឺវានៅមូអ្នកនរគ្នាឃើញនៅក្នុងដៃសង្សាររបស់ខ្ញុំកាន់គឺអត់សូវជារីកប៉ុន្មានទេបាទអាហ្នឹងយើងហូបទាំងដើមរបស់វាបានអ្នកនរគ្នាបាទតែបើថារៀងដៃខាងឆ្វេងហ្នឹងអន្តខាងឆ្វេងខាងស្ដាំតែអាហ្នឹងវារៀងដុសលឹករៀងច្រើនដែរអញ្ចឹងណាបាទគាត់ថាយើងហូបបានដូចគ្នាអញ្ចឹងណាបងប្អូនតគ្នាបាទហើយបើអ្នកនរគ្នាដែលធ្លាប់បានហូបហើយមកសួររសជាតិខ្ញុំថារសជាតិវាបែបម៉េចខ្ញុំអត់ដឹងក៏ឆ្លើយថាបែបម៉េចដែរអ្នកនរគ្នាបាទខ្ញុំអត់ដឹងថារសជាតិវាបែបម៉េចទេគាត់ថាវាជាប្រភេទលក់ហើយឆ្ងាញ់អ្នកនរគ្នាបាទយើងបុកជាមួយនឹងត្រីឆ្អើស្វាយខ្ចីនិយាយថាបងប្អូនហើយបាទនិយាយទៅបានបាយក្តៅទៀតបងប្អូនហើយបាទនិយាយទៅគឺឆ្ងាញ់មែនតើបងប្អូនបាទខ្ញុំមិនមែននិយាយកុហកអីមិនចេះតែធ្វើវីដេអូហើយនិយាយកុហកបងប្អូនទេគឺឆ្ងាញ់មែនតែនៅស្រុករបស់ខ្ញុំគឺអត់មានសោះតែម្ដងគឺខ្ញុំទៅនៅស្រុកនេះទេបាទមានអីប្លែកថតច្រើនអញ្ចឹងណាហើយនេះគឺត្រីរបស់យើងគឺយើងអត់ដាក់ជាមួយនឹងត្រីឆ្អើទេគឺយើងត្រីដែងអាំងធម្មតាទេដោយសារតែអត់មានអញ្ចឹងណាហើយគ្រឿងផ្សំដែលយើងបុកក៏អត់មានអីបំបាក់ដែរបងប្អូនបាទអំបិលម្ទេសស្ករប៊ីចេងគឺយើងធ្វើការដាក់ទៅបាទហើយជាពិសេសដែលអ្វីដែលផ្លេចអត់បានគឺម្ជូរស្វាយនឹងតែម្ដងអញ្ចឹងណាបាទហើយលក់របស់យើងដែលយើងបានស្ងោហ្នឹងគឺថាវាបានល្មមហើយបាទយើងអត់ទុកយូរពេកទេខ្លាចវាលួយហើយវាអត់មានស្លឹកហូបអ្នកនរគ្នាបាទលួយខ្លាំងពេកក៏អត់ឆ្ងាញ់ដែរវារៀងលាអញ្ចឹងណាដាក់មួយម៉ាត់មកនិយាយថាឆ្ងាញ់ណាស់អ្នកទាំងគ្នាបាទនិយាយទៅលក់នោះគឺថាហូបអត់ឲ្យសល់ទេបងប្អូនហើយបាទគឺថាហូបតលទៅអស់តែម្ដងអ្នកទាំងគ្នាបាទហើយបាយហ្នឹងគឺថាអត់នៅទេបងប្អូនអំបិលក៏អស់ដូចគ្នាដោយសារតែឆ្ងាញ់ពេកអ្នកទាំងគ្នាបាទណាមួយទៀតគឺថាយើងមកពីហត់ផងអីផងអញ្ចឹងណាបាទហើយបានលក់អីចេះទៀតបងប្អូនហើយបាទគឺថាឆ្ងាញ់អស់បាយ3 4ចានបើនិយាយពីលក់បើសិនជាឲ្យខ្ញុំរើសហ្នឹងបងប្អូនហើយបាទខ្ញុំសុំយកលក់ខ្នាយនេះឲ្យបងប្អូនហើយបាទគឺថាឲ្យលេខ1តែម្ដងអ្នកទាំងគ្នាបាទលក់អីផ្សេងគឺថាប្រៀបអត់បានទេបងប្អូនហើយបាទសម្រាប់ខ្ញុំតែបើអ្នកទាំងគ្នាខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំគឺតាមលក់ខ្នាយហ្នឹងគឺថាខ្ញុំលេខ1តែម្ដងអ្នកទាំងគ្នាបាទទៅមិនចេះហូបទេតែចូលចិត្តខ្លាំងអ្នកទាំងគ្នាអ្នកទាំងគ្នាអាចមើលនៅក្នុងវីដេអូនេះបានគឺថាខ្ញុំកំពុងតែញាប់ដៃញាប់ជើងអ្នកទាំងគ្នាបាទនេះគឺថាក្តៅផងអីផងតែធ្វើម៉េចបើយើងចង់ហូបឃ្លានអញ្ចឹងណាបាទណាមួយទៅគឺវាឆ្ងាញ់នឹងតែម្ដងអ្នកទាំងគ្នាhai ឲ្យទៅពេលតារាតណៃគឺខ្ញុំមិនដែលផ្លេចទេបងប្អូនអើយជាមួយនឹងសលេជូតមុខអាសាដោយសារតែមុខរបស់ខ្ញុំគឺអាសាមានធូលីដីហើយអាសារលឡើងមុនខ្លាំងមែនទែនតែម្ដងអញ្ចឹងខ្ញុំតែងតែជូតសម្អាតមុខជាមួយនឹងសលេជូតមុខអាសាសម្លេងអាសាផ្ទុកទៅដោយ collagen ដែលជួយចិញ្ចឹមស្បែកមុខរបស់យើងបានល្អខ្លាំងមែនទែនផ្ដល់សំណើមទៅមុខរបស់យើងជួយពង្រឹងរញើសជំរុញកសកាចាស់ចាប់បណ្ដោះកសកាថ្មីហើយសម្រាប់បងប្អូនដែលគាត់មានបញ្ហាមុខមុនមិនថាបងប្អូនមានមុនកប់មុនខ្ទមមុនធំមុនទូកអីទេឬក៏បងប្អូនមានមុខស្នាមជុំអាចរេតសៃក្រហមអីហ្នឹងណាបងប្អូនយកសលេអាសានឹងទៅប្រើប្រាស់បាទសម្រាប់ស្តង់ដារវិញគឺថាមកពីប្រទេសជប៉ុន 100% បងប្អូនដែលទុកចិត្តបានក្មេងចាប់ពីអាយុ13ឆ្នាំគឺអាចប្រើបានហើយនិយាយទៅឥឡូវហ្នឹងកំពុងតែមាន promotion បញ្ចុះតម្លៃនៅសល់ត្រឹមតែ$15ហើយក្នុងមួយប៉បហ្នឹងបងប្អូនអាចប្រើទៅដល់1ខែបងប្អូនដែលចង់ប្រើប្រាស់ផ្ទាល់បងប្អូនអាចទំនាក់ទំនងទៅម្ចាស់ brand ដែលខ្ញុំមិនសិនឈ្មោះខាងលើនឹងបានណាបងប្អូន